ជំរាបសួរបងប្អូននៅក្នុងបណ្ដាញ Facebook បងប្អូនជនជាតិខ្មែរទាំងអស់ទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកហើយក៏សូមជំរាបសួរទៅបងប្អូនដែលតែងតែស្រឡាញ់នៅបណ្ដាលខ្មែរហើយខ្ញុំឃើញរូបភាពមួយចំនួននិងវីដេអូមួយចំនួនគឺបងប្អូនតែងតែចង់ឲ្យកីឡាករខ្មែរកីឡាករជើងខ្លាំងរបស់ខ្មែរទៅប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ថៃប៉ុន្តែបងប្អូនមានតែដឹងថាជីវភាពនៃការរស់នៅរបស់កីឡាករខ្មែរហើយនឹងកីឡាករថៃវាខុសគ្នាបែបណាទេបងប្អូនមានដឹងតែថាកីឡាករថៃគឺជាកីឡាករអាជីពរដ្ឋនិងប្រទេសរបស់គេតែងតែគិតគូរដល់វិស័យកីឡាប្រដាល់របស់គេណាហើយកីឡាករគេគឺដេកស៊ីស្រួលរស់នៅស្រួលវាយម្ដងបានលុយរាប់ម៉ឺនហើយយើងងាកទៅមើលកីឡាករខ្មែរយើងវិញកីឡាករខ្មែរយើងវិញវាយម្ដងគឺបានតែ300អ្នកខ្លះវាយបានតែ150អញ្ចឹងបងប្អូនគួរគិតថាកីឡាករខ្មែរអ្នកខ្លះមានជីវភាពលំបាកអ្នកខ្លះវាយរួចទៅរត់កង់3ឆ្លៀតអ្នកខ្លះធ្វើការផ្សេងហើយអ្នកខ្លះក៏មានអ្នកខ្លះអ្នកអន់ខ្លះក៏មានអ្នករត់ម៉ូតូដប់ខ្លះដែរចឹងបងប្អូនគួរគិតថាខ្មែរយើងមានអ្នកណាដែលឲ្យតម្លៃខ្មែរដែរជាតិយើងដែលឲ្យតម្លៃទៅលើបណ្ដាលដែរហើយតែងខ្មែរម្នាក់តែងតែគិតថាបណ្ដាលគឺជាមរតករបស់ខ្មែរជាក្បាច់គុណរបស់ខ្មែរអញ្ចឹងបើសិនជាក្បាច់គុណខ្មែរអញ្ចឹងតាមមានអ្នកណាដែលចេញមុខជួយលើកតម្កើងវិស័យកីឡាបណ្ដាលដែលជាក្បាច់គុណរបស់ខ្មែរយើងទេអញ្ចឹងហើយគ្មានទេអញ្ចឹងបងប្អូនអ្នកដែលស្រឡាញ់បណ្ដាលគុំចេះតែបង្ហោះរូបតែផ្ដេសតែផ្ដាស់បង្ហោះរូបដែលអ្វីមិនមែនជាការពិតវាមិនអាចឈោនទៅរួចអញ្ចឹងសូមអរគុណហើយដែលបានគ្រប់គ្រងស្រឡាញ់បណ្ដាលខ្មែរសូមជម្រាបលា